ការរៀបចំនៅកម្មវិធីដាក់តាំងពិព័រណ៍ស្នាដៃសិល្បៈថ្ងៃនេះគឺ NGO Sido ធ្វើឡើងនៅក្នុងគោលបំណងដើម្បីផ្សព្វផ្សាយទៅដល់សាធារណជនទាក់ទងទៅនឹងការលើកកម្ពស់សិទ្ធិស្ត្រីសមភាព gender ក៏ដូចជាផ្ដល់ភាពអង្អាចទៅដល់ស្ត្រីនិងក្មេងស្រីហើយក៏គោលបំណងមួយទៀតដែរគឺយើងជាឱកាសនៅក្នុងការចូលរួមប្រពយុទ្ធនាការសកលដែលយើងហៅថាយុទ្ធនាការ16ថ្ងៃខាងពើសារលើស្ត្រីដែរចា៎ចឹងសម្រាប់នេះដែរគឺខ្ញុំបានចូលរួមជាមួយនឹងកម្មវិធី Dignity Cambodia ឆ្នាំ2025ស្នាដៃដែលខ្ញុំបានបង្ហាញគឺសិល្បៈគូមុខ face painting ប៉ុន្តែខ្ញុំក៏បាន frame ចេញមកខាងក្រៅដើម្បីធ្វើជា canvas ជាសិល្បៈបែបនេះហើយសម្រាប់សិល្បៈរបស់ខ្ញុំគឺមានចំណងជើងថា blooming beyond the trauma គឺការដោះរាលដាលទៅលើស្នាមរបួសអញ្ចឹងសិល្បៈមួយនេះគឺមានន័យថាការដែលខ្ញុំចង់បង្ហាញពីឥទ្ធិពលនៃការដែលយើងមានស្នាមរបួសនៅពេលដែលយើងការឈឺចាប់ការមើលងាយឬមួយក៏ការដែលយើងទទួលបានជាមួយនឹងអសរផ្សេងៗអញ្ចឹងគឺយើងក្រោកឈរឡើងមកវិញហើយនឹងការតស៊ូហើយនឹងក្រោកឈរសម្រាប់សិទ្ធិរបស់ខ្លួនឯងយើងនឹងឲ្យថាអង្គពុសាគឺមិនធម្មតាអង្គពុសាផ្លូវកាយទេគឺរួមទាំងផ្លូវចិត្តហើយផ្នែកនិងធ្វើសេដ្ឋកិច្ចអ្វីដែលពិសេសនៅពេលដែលយើងអាចលុបបំបាត់ចោលនៅអង្គពុសាគ្រប់ប្រភេទទៅលើក្មេងស្រីក៏ដូចជាស្ត្រីគ្រប់រូបក៏ជាការលើកដំណើរលើកកម្ពស់ស្ត្រីយើងឲ្យមានភាពស្វែងរកមានសុខភាពក៏ដូចជារស់នៅហើយសុខភាពនៅក្នុងសង្គមទៅទទួលបាននូវការគោរពក៏ដូចជាអប់រំសង្គមទាំងមូលផងដែរសម្រាប់បច្ចុប្បន្នខ្ញុំឃើញការលើកកើនបងប្អូនស្ត្រីបានច្រើនប៉ុន្តែការលើកកើនគឺអត់ទាន់គ្រប់គ្រាន់នឹងចង់លើកកើនបញ្ហាទៀតព្រោះតែមានមួយចំនួនគាត់គាត់នៅជួបបញ្ហានៅឡើយតាមតំបន់ជនបទឬក៏តំបន់ដែលងាយរងគ្រោះ